នៅក្នុងរឿងសាមកុក2010ក្រោយពេលដែលឆាវរត់គេចខ្លួនរួចបន្ទាប់ពីគាត់ធ្វើឃាតតុងជួបរាជ័យគាត់បានទៅដល់ផ្ទះជួបឪពុកគាត់នៅស្រុកឈិនលាវឆាវសុងស្រឡាញ់កូនខ្លាំងណាស់ដូច្នេះពេលដែលដឹងថាកូនគាត់ចង់ធ្វើកិច្ចការអ្វីមួយគាត់នឹងគាំទ្របើសិនជាយើងមើលនៅក្នុងរឿងមហាបរោះឆាវសំបីតែពេលដែលឆាវដាក់ទោសពូរបស់ជៀនស៊ូតតែស្លាប់ក៏ឆាវសុងហាក់ដូចជាគាំទ្រសកម្មភាពរបស់កូនខ្លួនឯងដែរគាត់មិនឯកភាពជាមួយនឹងគំនិតរបស់ឆាវទេក្នុងការប៉ះពាល់អាមាត្យដែលមានអំណាចធំបែបហ្នឹងប៉ុន្តែគាត់នៅតែគាំទ្រនៅតែឲ្យយោបល់រកវិធីដើម្បីឲ្យកូនរបស់គាត់រួចខ្លួនឆាវទៅជួបឪពុកក្នុងគោលបំណងរកប្រាក់ទិញទាហានទិញសេះធ្វើអាវុធដើម្បីងើបបះបោប្រឆាំងជាមួយនឹងតុងជួម្ដងទៀតក្នុងពេលដែលជួបគ្នាឆាវបាននិយាយថាអ្នកធ្វើកិច្ចការធំមិនអាចអត់មានប្រាក់ទេខ្ញុំគិតថាមិនមែនតែអ្នកធ្វើកិច្ចការធំទេអ្នកដែលចង់ធ្វើអ្វីក៏ដោយគឺមិនអាចអត់មានប្រាក់ជាប់ខ្លួនទេឆាវសុងយល់ពីអត្ថន័យរបស់កូនប្រុសគាត់ដូច្នេះគាត់ក៏បានលក់ទ្រព្យសម្បត្តិនៅក្នុងគ្រួសារឲ្យទៅកូនរបស់គាត់នៅក្នុងរឿងនេះគេថាឆាវសុងលក់អស់ពីខ្លួនក៏ប៉ុន្តែមិនមែនបែបហ្នឹងទេគ្រួសារឆាវមានទ្រព្យសម្បត្តិច្រើនអញ្ចឹងហើយបានជាពេលដែលឆាវយកបានស៊ីឆាងធ្វើជាកន្លែងបោះតបធំរបស់គាត់គ្រួសាររបស់គាត់ក៏ធ្វើដំណើរមកជួបគាត់ដោយមានទ្រព្យសម្បត្តិជាច្រើនហើយនេះជាមូលហេតុដែលត្រូវគេប្លន់សម្លាប់នៅតាមផ្លូវឆាវសុងបកគោទ្រព្យសម្បត្តិមួយចំនួនដែលគាត់មានឲ្យទៅកូនប្រុសគាត់ចាត់ការរឿងបះបោរមហិច្ឆតារបស់ឆាវមិនដែលគ្មានយុទ្ធសាស្ត្រទេមាសប្រាក់ដែលគាត់ត្រូវការគឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់គាត់ដឹងថាបើសិនជាគាត់មានតែទឹកចិត្តមានតែឆន្ទៈចង់ប្រឆាំងនឹងតុងជួតែគ្មានលុយកាក់យកទៅធ្វើកិច្ចការទេវាគ្រាន់តែជាការដេកសម័យរបស់គាត់ប៉ុណ្ណោះមិនខុសពីការកាន់កំបិតចូលទៅធ្វើឃាតតុងជួទេការគិតបែបនេះរបស់ឆាវជាចំណុចដែលផ្លាស់ប្ដូរគាត់ពីមន្ត្រីរបស់រាជការហានទៅជាស្ដេចក្រាញ់ដែលជ្រកក្រោមទង់រាជការហានឆាវចាប់ផ្ដើមទិញទាហានមានកងទ័ពខ្លួនឯងគ្រប់គ្រងទ្រព្យសម្បត្តិដោយខ្លួនឯងឆាវខឹងនឹងតុងជួពិតមែនប៉ុន្តែគាត់ក៏មើលឃើញថានេះគឺជាឱកាសដែលគាត់អាចដណ្ដើមយកអំណាចឬក៏គេឈ្មោះត្រឡប់មកវិញអញ្ចឹងដើម្បីធ្វើកិច្ចការបន្ទាប់ទៀតបានគឺគាត់ត្រូវការលុយកាក់ជាមុនសិនអ្នកដែលដើរតាមគាត់ស្មោះត្រង់នឹងគាត់ប៉ុណ្ណាក៏ត្រូវការហូបបាយដែរឆាវមិនអាចប្រើប្រាស់ថ្វីមាត់របស់គាត់ទៅចំអែតកាពះទាហានបានទេឆាវសុងសម្រេចចិត្តលក់ទ្រព្យសម្បត្តិក្នុងផ្ទះដើម្បីឲ្យកូនខ្លួនឯងមានឱកាសធ្វើកិច្ចការដែលអ្នកផ្សេងទៀតមិនអាចធ្វើបានឆាវយកទ្រព្យសម្បត្តិពីឪពុកហើយកែប្រែទ្រព្យសម្បត្តិនេះឲ្យក្លាយជាកងទ័ពដែលខ្លាំងជាងគេក្រោយមកទៀតទោះបីជាមាសប្រាក់ដែលគាត់យកបានមិនច្រើនក៏ដោយក៏ប៉ុន្តែអាចធ្វើឲ្យគាត់បោះជំហានទៅមុខបានបើសិនជាអត់មានទេគឺពិបាកក្នុងការប្រកាសហៅគេឲ្យចូលរួមជាមួយគាត់ដែរការធ្វើឃាតតុងជួនៅក្នុងរឿងធ្វើឲ្យឆាវល្បីឈ្មោះតែមិនធ្វើឲ្យគេទុកចិត្តឆាវទេគេគ្រាន់តែសរសើរភាពក្លាហានរបស់ឆាវប៉ុន្តែនៅពេលដែលឆាវមានធនធានដើម្បីចិញ្ចឹមកងទ័ពទើបគេចាប់ផ្ដើមទុកចិត្តគាត់បើពឹងទៅលើគ្រួសារឆាវហើយនិងគ្រួសារស៊ីហៅក៏មិនអាចរើសបានទាហានច្រើនប្រមាណដែរឆាវមានមាសប្រាក់នៅក្នុងដៃគាត់ក៏មានសិទ្ធិដើម្បីកាន់ដាវខ្លួនឯងពីមុនមកគឺគាត់ធ្វើតាមបញ្ជារបស់ស្ដេចធ្វើតាមវិន័យនៅក្នុងរាជការមានឋានៈលើមានឋានៈក្រោមគាត់យល់ពីនយោបាយប៉ុន្តែនៅពេលដែលគាត់មានទ្រព្យនៅក្នុងដៃខ្លួនឯងមានទាហានខ្លួនឯងគាត់លែងជាកញ្ចេះគេទៀតហើយគាត់ក្លាយទៅជាមនុស្សម្នាក់ដែលឆ្លើយតបនឹងមហិច្ឆតារបស់ខ្លួនឯងប៉ុណ្ណោះមាសប្រាក់ធ្វើឲ្យឆាវមានសេរីភាពបើសិនជាយើងមិនអាចគ្រប់គ្រងលុយកាក់របស់យើងបានទេនោះយើងនឹងត្រូវលុយកាក់របស់អ្នកដទៃគ្រប់គ្រងវិញមិនថាអ្នកទាំងគ្នាចង់រើសយកសេរីភាពឬក៏រើសយកមហិច្ឆតាខ្លួនឯងទេត្រូវគិតពីរឿងលុយកាក់ដែលយើងអាចគ្រប់គ្រងបានបើសិនជាយើងគ្រាន់តែនិយាយថាចង់សម្រេចវាសនាខ្លួនឯងប៉ុន្តែលុយនៅក្នុងកប៉ៅរបស់យើងគឺពឹងផ្អែកទៅលើការសម្រេចចិត្តរបស់អ្នកដទៃអញ្ចឹងយើងមិនទាន់មានសេរីភាពទេយើងកំពុងតែត្រូវគេប្រើប្រាស់ឆាវយល់ពីចំណុចនេះតាំងពីរាប់ពាន់ឆ្នាំមុនទៅពេលដែលគាត់ចង់ប្រឆាំងនឹងតុងជួគាត់មិនរងចាំអ្នកណាម្នាក់ឲ្យលុយគាត់ទេឆាវក៏មិនរងចាំរាជសារស្ដេចដើម្បីប្រឆាំងនឹងតុងជួដែរគាត់លក់ទ្រព្យសម្បត្តិក្នុងផ្ទះធ្វើអ្វីដែលគាត់អាចធ្វើបានដើម្បីគ្រប់គ្រងវាសនាខ្លួនឯងខ្ញុំលើកឧទាហរណ៍មួយចុះដោយសារតែខ្ញុំធ្លាប់ធ្វើជា freelancer ពីមុននៅពេលដែលអ្នកនរគ្នាធ្វើជា freelancer គឺយើងយកការងារពីគេមកធ្វើបើយើងមាន client តែម្នាក់អានឹងយើងមិនទាន់ធ្វើការខ្លួនឯងទេគឺយើងនៅធ្វើការគេទៅដែរយើងអាចគ្រប់គ្រងអ្វីបានទាំងអស់សូម្បីតែការចរចាជាមួយនឹងគេនឹងក៏ពិបាកដែរអ្នកដែលចាប់ផ្ដើមធ្វើការក្រៅម៉ោងជាលក្ខណៈ freelance អញ្ចឹងដំបូងគឺពិបាកដូចគ្នាដោយសារតែមាន client តិចពិបាករក client ហើយរកមិនបានល្អទៀត client ល្អគឺគេទៅរកអ្នកដែលមានបទពិសោធន៍មានគេឈ្មោះអញ្ចឹងរឿងគ្រប់គ្រងលុយកាក់ដល់ខ្លួនឯងនេះគឺមិនអាចទៅរួចទេអញ្ចឹងនៅពេលដែលគ្រប់គ្រងលុយកាក់ខ្លួនឯងអត់បាន
មួយថ្ងៃគឺត្រូវចំណាយពេលវេលាធ្វើតាមការគ្រប់គ្រងរបស់គេអញ្ចឹងបើសិនជាអ្នកគ្នាមានបំណងចង់ធ្វើអីក៏ដោយនៅថ្ងៃក្រោយហើយឥឡូវនេះកំពុងតែធ្វើការឲ្យគេគួរតែរៀនសំលុយទៅរៀនទុកលុយដែលយើងមិនត្រូវការចាយហ្នឹងយើងទុកប្រើថ្ងៃណាមួយដែលយើងត្រូវការគឺយើងមានលុយនៅក្នុងដៃលុយអាចធ្វើឲ្យយើងគេចផុតពីការអូសទាញរបស់អ្នកដទៃបានពេលដែលយើងខ្វះវាទើបយើងរត់ទៅរកគេឆាវប្រើមាសប្រាក់របស់ឪពុកគាត់ដើម្បីរុញខ្លួនឯងឲ្យស្មើនឹងស្ដេចក្រាញ់ផ្សេងទៀតបើយើងរាប់តែចំនួនកងទ័ពឆាវមិនអាចប្រៀបជាមួយនឹងស្ដេចក្រាញ់ដទៃទេនៅពេលហ្នឹងជាពិសេសគឺតកូយានហើយនៅពេលដែលអ្នកគ្នាមើលឆាវហើយនឹងលាវប៉ៃយើងឃើញថាលាវប៉ៃដោយសារតែខ្វះខាតលុយកាក់នេះហើយទើបបានជាចេះតែត្រូវរត់ទៅរកអ្នកនេះរត់ទៅរកអ្នកនោះស្នាក់នៅជាមួយគេធ្វើការឲ្យគេមិនហ៊ាននិយាយអ្វីទាំងអស់ជាមួយគេអ្នកដែលចង់កាន់ដើរខ្លួនឯងត្រូវតែមានលុយដែលគ្រប់គ្រងដោយខ្លួនឯង